វីដេអូថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីទេសភាពនៅលើភ្នំ Darkstein Krippenstain ជាឈ្មោះតំបន់ភ្នំនៅក្នុងប្រទេសអូទ្រីសជាមួយនឹងបទពិសោធន៍ជិះ cable car បែបនេះឡើងទៅលើភ្នំនេះគឺជាទស្សនវិជ្ជាព្រឹកឡើងពីកន្លែងដែលពួកយើងស្នាក់នៅហើយនៅប្រទេសនេះគឺអត់មានម៉ាស៊ីនត្រជាក់ទេបងប្អូនគឺមានតែម៉ាស៊ីនកម្ដៅបែបនេះតែសំខាន់អាកាសធាតុឥឡូវគឺមិនដូចពីមុនទេពីមុនសូម្បីតែរដូវក្ដៅក៏ល្ងាដែរបងប្អូនឥឡូវយើងធ្វើដំណើរមកដល់កន្លែងដែលយើងត្រូវជិះកត្រកអគ្គិសនីឡើងទៅលើភ្នំហើយតំបន់ភ្នំទីនេះគឺគេអាចមកលេងបានទាំងរដូវក្ដៅនិងរដូវរងាបងប្អូនមុននឹងយើងទៅដល់កន្លែងជិះគឺយើងត្រូវទិញសំបុត្រសិនហើយតម្លៃសំបុត្រចុះឡើងគឺ750 យូរ៉ូបងប្អូនអ្នកគ្នានេះយើងជិះនៅក្នុងកត្រកអគ្គិសនីធំបែបនេះបងប្អូនអ្នកគ្នាហើយក្នុងមួយកត្រកហ្នឹងគឺជិះគ្នាច្រើនហ្មង cable car ឬក៏កត្រកឡានអគ្គិសនីហ្នឹងគឺទាញយើងឡើងសន្សឹមទេអត់លឿនទេបងប្អូនព្រោះតែនៅពេលដែលចិត្តទៅដល់តួកន្លែងចំណតរបស់គេគឺវាកត្រាក់យើងបន្តិចអញ្ចឹងពេលវាកត្រាក់អញ្ចឹងរៀងភើតពោះតិចដែរតើបងប្អូនឥឡូវនេះពួកយើងមកដល់លើហើយខ្ញុំថតរូបជាមួយម៉ាក់បន្តិចសិនតំបន់កន្លែងនេះគឺជាកន្លែង hiking បងប្អូនអ្នកគ្នាគឺជាកីឡាដើរឡើងភ្នំអញ្ចឹងណាបងប្អូនឃើញតកកនៅសល់លើភ្នំតិចតកកអលាអស់ហើយដោយសារតែអាកាសធាតុឥឡូវគឺក្តៅកាលពី20-30 ឆ្នាំមុនគឺនៅសល់តកកច្រើនទោះបីជានៅក្នុងរដូវក្តៅក៏ដោយនេះជាសញ្ញាប្រាប់ពីកន្លែងសំខាន់នៅលើភ្នំនេះដែលភ្ញៀវទេសចរអាចដើរទៅលេងឬក៏ថតរូបបានថ្ងៃនេះគឺអត់អំណោយផលនោះទេដោយសារតែម៉ាក់របស់ខ្ញុំឈឺជើងហើយគាត់ភ្លេចយកអាស្ទិកសម្រាប់ឡើងភ្នំមកអញ្ចឹងយើងសម្រេចចិត្តថាយើងអត់ដើរទៅឆ្ងាយទេយើងដើរទៅកន្លែងឈើហើយនឹងថតរូបទេសភាពនៅតាមផ្លូវប៉ុណ្ណឹងឯងឡើងមកដល់លើភ្នំពេលដែលយើងដកដង្ហើមមកគឺថាស្រឡះមកបងប្អូនទាំងអស់គ្នាជឿថារាល់ដំណើរដែលយើងបានដើរឆ្លងកាត់គឺសុទ្ធតែបង្រៀនយើងទាំងអស់សូម្បីតែការដើរឡើងភ្នំនេះគឺបានបង្កប់នៅមេរៀនជាច្រើនដែល reflect ទៅកាន់ជីវិតរបស់យើងវាបង្ហាញឲ្យយើងឃើញថាកម្ពស់ភ្នំប្រៀបបានដូចជាគោលដៅមួយដែលយើងបានកំណត់ហើយដើម្បីឲ្យបានទៅដល់គោលដៅដែលយើងបានកំណត់យើងត្រូវបោះជំហានដើរអត់ធ្មត់ហើយឆ្លងកាត់ជាមួយនឹងគ្រប់ស្ថានភាពផ្លូវកំឡុងពេលដែលធ្វើដំណើរយើងអាចឈប់សម្រាកតែយើងមិនបោះបង់ហើយបន្តដំណើរនឹងរីករាយជាមួយនឹងទេសភាពនៅតាមផ្លូវទៅដល់ភ្នំកាន់តែខ្ពស់កាន់តែអត់សូវមានដើមឈើអាកាសធាតុក៏ត្រជាក់ជាងហើយក៏អាចជួបខ្យល់ខ្លាំងជាងពេលដែលយើងនៅខាងក្រៅនៅទីនេះក្រៅពីការដើរឡើងភ្នំយើងក៏អាចលោតឆាត់ដោយបងប្អូនឃើញនៅក្នុងវីដេអូនឹងអញ្ចឹងយើងក៏អាចបង់លុយហើយលោតជាមួយនឹងអ្នកដែលគេមានជំនាញបានផងដែរបើសិនជាយើងចង់ទទួលបានបទពិសោធន៍មួយនឹងបន្ទាប់ពីឡើងមកដល់ខាងលើយើងអាចអង្គុយសម្រាកហើយមើលទស្សនវិជ្ជាទៅខាងក្រោមគឺយើងអាចឃើញ Hallstatt ក៏ដូចជាទេសភាពបឹងទាំងមូលតែម្ដងបន្ទាប់ពីសម្រាកប្រហែលជា20 នាទីហើយយើងក៏ចុះទៅរកអីញ៉ាំបន្តិចនៅកន្លែង stop វគ្គទី 2 នៅលើភ្នំនឹងដដែលប៉ុន្តែគេមាន restaurant នៅលើហ្នឹងបងប្អូនទាំងគ្នាអញ្ចឹងយើងអាចញ៉ាំអាហារឬក៏កាហ្វេអីនៅលើហ្នឹងបានព្រោះនៅពេលដែលយើងដើរហត់គេក៏មានភោជនីយដ្ឋាននៅលើហ្នឹងដែរហើយដូចជាមាន2-3កន្លែងបងប្អូនជាទូទៅតម្លៃទឹកយើងញ៉ាំនៅ restaurant នៅក្នុងប្រទេសអូទ្រីសហ្នឹងគឺតម្លៃវាថ្លៃសឹងតែស្មើនឹងអាហារយើងញ៉ាំទៅហើយសម្រាប់ទឹកម្ដបចំណុះធំតែ 300 ml ទេតម្លៃវាចិត្តស្មើសាឡាត់មួយចាននេះទៅហើយសាឡាត់មួយចាននេះមានសាច់មាន់ទៀតហើយតម្លៃវាដូចជាខុសគ្នាជាមួយនឹងទឹកហ្នឹងតែបន្តិចទេញ៉ាំអីហើយពួកយើងអង្គុយលេងនៅលើភ្នំហ្នឹងបន្តិចហើយយើងក៏ចុះទៅក្រោមវិញសម្រាប់ cable car ហ្នឹងគឺយើងអាចជិះឡើងត្រឹមតែម៉ោង 5 ល្ងាចទេបងប្អូនអ្នកគ្នាពេលដែលខ្ញុំចុះមកហ្នឹងក៏មានអ្នកជិះឡើងទៅដែរដោយបងប្អូនឃើញអញ្ចឹងដោយសារតែអត់ទាន់ដល់ម៉ោងគេបិទនៅម៉ោង 5 ល្ងាចអញ្ចឹងយើងបន្តដំណើរជាមួយនឹងឡានចុះពីលើភ្នំនឹងមកហើយនេះគឺជាទេសភាពនៅតាមផ្លូវគឺស្រស់ស្អាតខ្លាំងមែនតើបងប្អូនអញ្ចឹងវីដេអូចែករំលែកពីទេសភាពក៏ដូចជាបទពិសោធន៍ឡើងភ្នំនៅក្នុងប្រទេសអូទ្រីសរបស់ខ្ញុំគឺបានបញ្ចប់នៅក្នុងថ្ងៃនេះប៉ុន្តែខ្ញុំក៏មានវីដេអូចែករំលែកផ្សេងៗទៀតទៅកាន់បងប្អូនផងដែរសង្ឃឹមថាវីដេអូនៅក្នុងថ្ងៃនេះអាចជាចំណែកផ្ដល់នូវភាពរីករាយក៏ដូចជាលើកទឹកចិត្តបងប្អូនឲ្យចំណាយពេលវេលាខ្លះៗជាមួយនឹងធម្មជាតិហើយរៀនរីករាយជាមួយនឹងដំណើរជីវិតរបស់យើង